តើប្រទេសណាខ្លះដែលមានក្បាលគ្រាប់នុយក្លេអ៊ែរអាវុធនុយក្លេអ៊ែរគឺជាអាវុធមហាប្រឡាយលោកដែលមានអានុភាពបំផ្លាញខ្ពស់បំផុតហើយបង្កគ្រោះថ្នាក់ដល់មនុស្សសត្វបរិស្ថាននិងបំផ្លាញទ្រព្យសម្បត្តិនានាដោយសារកម្ដៅសម្ពាធផ្ទុះនិងវិទ្យុសកម្មក្នុងប្រវត្តិសាស្ត្រមានការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរចំនួន2គ្រាប់ដោយសហរដ្ឋអាមេរិកបានទម្លាក់ទៅលើប្រទេសជប៉ុនគឺមួយគ្រាប់នៅទីក្រុងហីរ៉ូស៊ីម៉ាចំណែកឯមួយគ្រាប់ទៀតនៅទីក្រុងណាហ្គាសាគីដោយបានកំទេចប្រទេសជប៉ុនស្ទើរតែទាំងស្រុងនិងបង្ខំឲ្យជប៉ុនចុះចាញ់សង្គ្រាមលោកលើកទី2ផងដែរខាងក្រោមនេះគឺជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រទេសកូរ៉េខាងជើងប្រទេសកូរ៉េខាងជើងជាប្រទេសស្ថិតនៅតំបន់អាស៊ីខាងកើតមានព្រំប្រទល់ដីគោកជាប់នឹងប្រទេសកូរ៉េខាងត្បូងចិននិងប្រទេសរុស្ស៊ីនិងមានផ្ទៃដី 120,540 គីឡូម៉ែត្រការ៉េកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល 20 ទៅ 50 ក្បាលគ្រាប់ហើយគេសង្ស័យថាមានការផលិតបន្ថែមទៀតប្រទេសអ៊ីស្រាអែលជាប្រទេសដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ាភាគខាងលិចនៃទ្វីបអាស៊ីដោយមានព្រំប្រទល់ដីគោកជាប់នឹងប្រទេសលីបង់ប្រទេសស៊ីរីប្រទេសស៊ីដង់និងប្រទេសអេស៊ីបនិងមានផ្ទៃដី 22,145 គីឡូម៉ែត្រការ៉េគិតទាំងតំបន់ដែលគ្រប់គ្រងអ៊ីស្រាអែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលពី80ទៅ90គ្រាប់ប្រទេសប៉ាគីស្ថានមានទីតាំងស្ថិតនៅតំបន់អាស៊ីខាងត្បូងមានព្រំប្រទល់ដីគោកជាប់នឹងប្រទេសឥណ្ឌាអាហ្គានីស្ថានអ៊ីរ៉ង់និងប្រទេសចិនហើយមានផ្ទៃដី 881,913 គីឡូម៉ែត្រការ៉េប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល 170 ទៅ 180 ក្បាលគ្រាប់ប្រទេសឥណ្ឌាស្ថិតនៅតំបន់អាស៊ីខាងត្បូងមានព្រំប្រទល់ដីគោកជាប់នឹងប្រទេសចិននេប៉ាល់ប៊ូតានប៉ាគីស្ថានបង់ក្លាដេសនិងមីយ៉ាន់ម៉ានិងមានផ្ទៃដី 3,287,263 គីឡូម៉ែត្រការ៉េជាប្រទេសដែលធំជាងគេលំដាប់ទី7ប្រទេសឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល 160 ទៅ 170 គ្រាប់ចក្រភពអង់គ្លេសមានទីតាំងស្ថិតនៅទ្វីបអឺរ៉ុបដែលមាន4ប្រទេសគឺអង់គ្លេស ស្កុតឡែន វ៉ែលនិងអ៊ីឡង់ខាងជើងចក្រភពអង់គ្លេសមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល 225 គ្រាប់ប្រទេសបារាំងមានទីតាំងស្ថិតនៅទ្វីបអឺរ៉ុបខាងលិចមានព្រំប្រទល់ជាប់នឹងប្រទេសបែលហ្ស៊ិក លុចសំបួរ អាល្លឺម៉ង់ ស្វីស អ៊ីតាលី ម៉ូណាកូ អេស្ប៉ាញនិងអង់ដូរ៉ាហើយមានផ្ទៃដីគិតផ្នែកនៅអឺរ៉ុប 551,695 គីឡូម៉ែត្រការ៉េបើរាប់ទាំងដីនៅក្រៅទ្វីបទៀតនោះមានផ្ទៃដីប្រហែល 643,801 គីឡូម៉ែត្រការ៉េបារាំងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល 290 ក្បាលគ្រាប់ប្រទេសចិនមានទីតាំងស្ថិតនៅទ្វីបអាស៊ីខាងកើតមានព្រំប្រទល់ដីគោកជាប់ជាមួយនឹងប្រទេសរុស្ស៊ីម៉ុងហ្គូលីកាសាក់ស្ថានតាជីគីស្ថានអាហ្គានីស្ថានប៉ាគីស្ថានឥណ្ឌានេប៉ាល់ប៊ូតានមីយ៉ាន់ម៉ាឡាវនិងវៀតណាមនិងមានផ្ទៃដីប្រហែល 9,596,961 គីឡូម៉ែត្រការ៉េធំជាងគេលំដាប់ទី3ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល 500 ទៅ 600 ក្បាលគ្រាប់សហរដ្ឋអាមេរិកមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើងមានព្រំប្រទល់ដីគោកជាប់នឹងប្រទេសកាណាដានិងមិចស៊ីកូហើយមានផ្ទៃដីប្រហែល 983,520 គីឡូម៉ែត្រការ៉េសហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល 5,200 ទៅ 5,500 គ្រាប់និងជាមហាអំណាចលេខ1លើពិភពលោកប្រទេសរុស្ស៊ីមានទីតាំងស្ថិតនៅក្នុងទ្វីបអឺរ៉ុបខាងកើតនិងអាស៊ីខាងជើងដែលមានព្រំប្រទល់ដីគោកជាប់នឹងប្រទេសអ៊ុយក្រែនបេឡារុសប៉ូឡូញអ៊ីស្តូនីឡាតវីលីធូនីចិនម៉ុងហ្គូលីកាសាក់ស្ថាននិងកូរ៉េខាងជើងហើយមានផ្ទៃដីប្រហែល 17,098,242 គីឡូម៉ែត្រការ៉េធំជាងគេបំផុតក្នុងពិភពលោក
រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេបំផុតគឺប្រហែល 5,800 ទៅ 6,000 គ្រាប់អរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបាននូវព័ត៌មានផ្សេងៗទៀតនិងជួបគ្នានៅវីដេអូក្រោយបន្តទៀត